យ៉ាន់ហ្វូដើរចេញមកខាងក្រៅលោកបានមើលឃើញក្មេងប្រុសម្នាក់ក៏កើតមានក្តីភ្ញាក់ផ្អើលជាខ្លាំងរួចសួរថាចុះឯងមានបំណងចង់មកស្វែងរកអ្នកណាគឺខ្ញុំចង់មកស្វែងរកលោកប៉ារបស់ខ្ញុំគាត់មានឈ្មោះថាជូហ្វានគ្រាន់តែបានហើបមាត់ពោលឈ្មោះជូហ្វានភ្លាមក្មេងប្រុសម្នាក់នោះក៏បានងើយមុខឡើងទាំងរឹកពីដ៏មានភាពអង់អាចក្លាហានបំផុតយ៉ាន់ហ្វូភ័យស្លន់ស្លោខ្លាំងនៅក្នុងចិត្តព្រោះគិតស្មានថាខ្លួនឯងប្រហែលជាបានស្ដាប់ច្រឡំខុសតើអំបញ្ញមិញនេះឯងបានប្រាប់ថាចង់មកតាមរកអ្នកណាឲ្យប្រកបយ៉ាន់ហ្វូញ័រមាត់ទៅត្រឹកទាំងកសែភ្នែកសម្លឹងមើលទៅកាន់ក្មេងប្រុសម្នាក់នោះដោយក្តីតក់ស្លុតចិត្តជាពន់ពេកជូហ្វានមែនទេតើឯងកំពុងតែនិយាយលេងសើចឬក៏ជាការពិតនឹងគឺលោកប៉ាបង្កើតរបស់ខ្ញុំនឹងហើយចុះបើមិនមែនជាគាត់តើនឹងអាចជាអ្នកណាផ្សេងទៀតទៅក្មេងប្រុសម្នាក់នោះបានឆ្លើយតបត្រឡប់មកវិញភ្លាមៗដោយមិនមានស្ដែងនៅរាល់ពិរុទ្ធភាពឬក្តីភិតភ័យអ្វីសូម្បីតែបន្តិចឡើយឯងប្រាប់ថាជូហ្វានគឺជាលោកប៉ារបស់ឯងពិតមែនទេយ៉ាន់ហ្វូពេលនេះគឺកើតមានអារម្មណ៍វល់ខួរក្បាលអស់ទៅហើយខ្ញុំបានប្រាប់រួចជាស្រេចហើយតើថានោះគឺជាលោកប៉ារបស់ខ្ញុំចុះហេតុអីបានជាលោកត្រូវមកសួរដេញដោលច្រើនម្ល៉េះក្មេងប្រុសម្នាក់នោះបានប្រឹងជ្រួញចិញ្ចើមរបស់គេឡើងដោយក្តីមួម៉ៅក្តៅក្រោយក្នុងចិត្តខ្លាំងក្រោយពេលបានបើកការផ្ទៀងផ្ទាត់សាច់រឿងរួចរាងកាយនិងធ្គាមរបស់យ៉ាន់ហ្វូគឺត្រូវរឹងស្កកឈឹងអស់រលីងព្រោះសម្រាប់នៅក្នុងគណៈពេលនេះគឺអាចបើកការបញ្ជាក់បានយ៉ាងច្បាស់កន្លែងហើយថាទំនាក់ទំនងអាចកំបាំងរវាងក្មេងប្រុសម្នាក់នេះរួមជាមួយនឹងលោកប្រុសជូហ្វានគឺដាច់ខាតមិនមែនជារឿងធម្មតានោះឡើយប៉ុន្តែតើលោកប្រុសជូហ្វានគាត់បានលួចមានកូនប្រុសធំដឹងក្តីដល់ថ្នាក់នឹងតាំងពីគណៈពេលណាទៅពួកបិសាចទាំង3ដែលនៅក្បែរនោះគឺនៅតែរក្សារឹកពីធ្វើប្រងើយកន្តើយដដែលប្រហែលជាមកពីលោកប៉ាគាត់បានលួចភ្លេចប្រាប់រឿងរ៉ាវមួយនេះដល់អស់លោកអ្នកគ្រប់គ្នាហើយមើលទៅព្រោះពួកយើងគឺទើបតែបានមកជួបជុំគ្នាថ្មីតែប៉ុណ្ណោះសោះនឹងក្មេងប្រុសម្នាក់នោះបានក្រវីដៃរបស់គេទាំងលិចនៅក្តីអស់ធ្មត់ក្នុងចិត្តខ្លាំងឬមួយក៏ជាកូនប្រុសលួចលាក់នៅខាងក្រៅមែនទេយ៉ាន់ហ្វូងក់ក្បាលរបស់គេយឺតទាំងលួចគិតយល់សាច់រឿងម្នាក់ឯងបើអញ្ចឹងបានហើយអាល្អិតតូចចូលឯងប្រឹងរងចាំនៅត្រង់ទីនេះសិនចុះចាំខ្ញុំប្រញាប់ចូលទៅហៅលោកប៉ារបស់ឯងឲ្យដើរចេញមកភ្លាមយ៉ាន់ហ្វូបានលិចនៅស្នាមញញឹមឡើងរួចហើយក៏បានលូកដៃបំរុងនឹងទៅជួយអង្អែលក្បាលរបស់ក្មេងប្រុសម្នាក់នោះទាំងក្តីស្រឡាញ់ប៉ុន្តែដាច់ខាតគឺមិនទាន់ទាំងបានលូកដៃទៅប៉ះពាល់ចំសរសៃសក់របស់គេស្រួលបួលផងសម្លេងដ៏មានអំណាចរបស់ក្មេងប្រុសម្នាក់នោះក៏បានលាន់បន្លឺឡើងកាត់ភ្លាមថាដឹងទេថាអស់អ្នកណាដែលហ៊ានមានចិត្តថ្លើមធំមកប៉ះពាល់ក្បាលរបស់ខ្ញុំគឺសុទ្ធសឹងតែត្រូវបានរងគ្រោះថ្នាក់ត្រូវគេកាត់សាច់យកទៅបោះឲ្យសត្វឆ្កែស៊ីអស់បាត់ទៅហើយប្រសិនបើមិនមែនដោយសារតែការយល់ដល់កិត្តិយសផ្ទៃមុខរបស់លោកប៉ាខ្ញុំទេនោះកងដៃខាងស្ដាំរបស់លោកឯងក៏ច្បាស់ជាត្រូវរងគ្រោះថ្នាក់ត្រូវគេកាត់ផ្ដាច់ចោលបាត់ទៅហើយដដែលនឹងពោលដាច់ពាក្យសម្ដីភ្លាមក្មេងប្រុសម្នាក់នោះក៏បានលូកដៃទះកំភ្លៀងកងដៃរបស់យ៉ាន់ហ្វូឲ្យខ្ទាតចេញពីខ្លួនភ្លែតខ្សែភ្នែករបស់គេគឺសុទ្ធសឹងតែពោពេញទៅដោយភាពសាហាវឃោឃៅខ្លាំងណាស់ដែលវាបានស្ដែងឲ្យឃើញយ៉ាងច្បាស់ថាគេមិនមែនគ្រាន់តែនិយាយលេងសើចឡើយយ៉ាន់ហ្វូភ័យស្លន់ស្លោខ្លាំងរហូតដល់ថ្នាក់បញ្ញាប់ដកដៃរបស់គេថយក្រោយភ្លាមរួចប្រឹងលិចនៅស្នាមញញឹមឡើងដើម្បីកែខៃស្ថានភាពប៉ុន្តែទោះជាយ៉ាងណាក៏ដោយនៅត្រង់បរិវេណខាងក្រោយខ្នងរបស់គេគឺត្រូវបានជោកជាំទៅដោយដំណក់ញើសហូរស្រោចស្រពពេញខ្លួនបាត់ទៅហើយគេគឺដាច់ខាតមិនធ្លាប់បានលបនឹកគិតទុកជាមុនម្ដងណាឡើយថាត្រឹមតែក្មេងប្រុសតូចល្អិតម្នាក់មកនឹងសោះបែរជាមានចិត្តសាហាវឃោឃៅនិងមានចិត្តថ្លើមធំហ៊ានចុះដៃសម្រាប់មនុស្សដោយគ្មានក្តីញញើតបែបនេះទាល់តែសោះចរិតលក្ខណៈដ៏សាហាវឃោឃៅដាច់ចិត្តបែបនេះគឺពិតជាកូនប្រុសបង្កើតរបស់លោកប្រុសជូហ្វានពិតប្រាកដមែនមិនមានខុសឆ្គងឡើយលើសពីនេះទៅទៀតគ្រាន់តែរងនឹងការលូកដៃមកទះស្រាលពីសំណាក់ក្មេងប្រុសម្នាក់នោះសោះក៏អាចមានសមត្ថភាពធ្វើឲ្យកងដៃរបស់យ៉ាន់ហ្វូត្រូវកើតមានការស្ពឹកស្រពន់អស់បាត់ទៅហើយស្ថិតនៅក្នុងស្ថានភាពដែលលែងមានជំរើសអ្វីផ្សេងក្រៅពីនេះយ៉ាន់ហ្វូមានតែត្រូវបង្ខំចិត្តដើរថយក្រោយវិលត្រឡប់ចូលទៅខាងក្នុងព្រៃភ្នំខ្យល់ខ្មៅវិញភ្លាមលុះឆ្លងកាត់ពេលវេលាអស់មួយសន្ទុះក្រោយមកក្រុមកងមនុស្សមួយក្រុមធំក៏បាននាំគ្នាធ្វើដំណើរចុះមកតាមចង្កេះភ្នំយ៉ាងលឿនដោយមានការដឹកនាំដោយផ្ទាល់ពីសំណាក់លូយ៉ុនឆាងពីព្រោះបន្ទាប់ពីបានលើការរាយការណ៍រឿងរ៉ាវដ៏គួរឲ្យភ្ញាក់ផ្អើលពីមាត់របស់យ៉ាន់ហ្វូរួចមកលូយ៉ុនឆាងក៏បានប្រញាប់ប្រញាល់ធ្វើដំណើរចុះមកមើលសភាពការភ្លាមតែម្ដងរីឯខាងព្រិលកញ្ញារួមជាមួយនឹងបុព្វបុរសភ្លើងកំហឹងក៏បានសម្រេចចិត្តធ្វើដំណើរដេញតាមពីក្រោយមកដូចគ្នាដែរព្រោះក្នុងចិត្តរបស់ពួកគេម្នាក់គឺសុទ្ធសឹងតែមានចម្ងល់ចង់មកមើលឃើញឲ្យចំផ្ទាល់នឹងភ្នែកថាតើកូនប្រុសរបស់ជូហ្វានវាមានរូបរាងកាយបែបណាឲ្យប្រកបពីព្រោះកាលពីមុននេះពួកគេគឺគ្រាន់តែបានលើយ៉ាន់ហ្វូពោលរៀបរាប់ប្រាប់តែប៉ុណ្ណោះថាចរិតលក្ខណៈរបស់ក្មេងប្រុសម្នាក់នោះគឺមានភាពដូចគ្នាខ្លាំងណាស់ទៅនឹងលោកប្រុសជូហ្វានប៉ុន្តែលុះនៅពេលដែលបានមកមើលឃើញផ្ទាល់នឹងភ្នែកហើយនោះមនុស្សគ្រប់គ្នាត្រឡប់ជាត្រូវកើតមានការភ្ញាក់ផ្អើលជាខ្លាំងព្រោះគេមិនមែនជាមនុស្សដែលមានឫកពាកំណាចគួរឲ្យខ្លាចរន្ធត់អ្វីនោះគឺគេគ្រាន់តែជាក្មេងប្រុសតូចម្នាក់ដែលមានរូបរាងកាយស្រស់ស្អាតបាត់តែប៉ុណ្ណោះសោះនឹងលូយ៉ុនឆាងចាប់ផ្ដើមមានអារម្មណ៍មិនសូវជាស្រួលចិត្តប៉ុន្មានឡើយតែនាងនៅតែប្រឹងលិចនៅស្នាមញញឹមឡើងរួចសួរដេញដោលថាក្មេងតូចតើឯងពិតជាមានការប្រកាសក្នុងចិត្តច្បាស់លាស់ពិតមែនទេថាខ្លួនឯងគឺជាកូនប្រុសបង្កើតរបស់លោកប្រុសជូហ្វានឬមួយក៏ឯងកំពុងតែមានការចំណាំមនុស្សឬក៏ចាំច្រឡំឈ្មោះរបស់គាត់បាត់ទៅហើយទេដឹងក្មេងប្រុសម្នាក់នោះស្រាប់តែបានស្រែកកំហកឡើងខ្លាំងដាក់នាងភ្លាមថាអ្នកឯងពិតជាមនុស្សដែលគ្មានចរិតមារយាទល្អទាល់តែសោះមែនចូលអ្នកឯងក៏លេចមើលមកចំផ្ទៃមុខរបស់ខ្ញុំឲ្យច្បាស់មើលថាតើវាមានរឹកពីដូចជាមនុស្សល្ងងដែលចូលចិត្តចាំច្រឡំមនុស្សខុសបែបនោះដែរឬទេចូលពួកអ្នកប្រញាប់នាំផ្លូវខ្ញុំទៅជួបលោកប៉ាឲ្យបានលឿនភ្លាមទៅប្រសិនបើដាច់ខាតមិនចង់រងគ្រោះថ្នាក់ត្រូវខ្ញុំលើកជើងទាត់ខ្ទាតចេញពីទីនេះទេនោះលូយ៉ុនឆាងលើបែបនេះកើតមានអារម្មណ៍ខ្មាស់អៀនគេជាខ្លាំងនៅក្នុងចិត្តព្រោះដឹងខ្លួនថាត្រូវរងការហើបមាត់ស្រីស្ដីបន្ទោសប្រមាថពីសំណាក់ក្មេងប្រុសតូចម្នាក់ដែលមានអាយុត្រឹមតែ 5-6 ឆ្នាំសោះស្ថិតនៅចំពីមុខរបស់មនុស្សម្នាជាច្រើនបែបនេះវាពិតជារឿងដែលគួរឲ្យមានភាពអាម៉ាស់ផ្ទៃមុខខ្លាំងណាស់ចាស់ទុំលីខធានបានបោះជំហានជើងដើរចូលមកពិនិត្យមើលសភាពការរួចពោលឡើងថាសូមអ្នកនាងកុំទាន់កើតមានចិត្តខឹងសម្បាអី
ពីព្រោះទោះបីជាគេគ្រាន់តែជាក្មេងតូចម្នាក់ក៏ដោយប៉ុន្តែក្មេងប្រុសម្នាក់នេះគឺពិតជាមានចរិតលក្ខណៈនិងរូបរាងកាយមិនធម្មតាទាល់តែរាល់ឫកពានិងកិរិយារបស់គេគឺមានភាពដូចគ្នាខ្លាំងណាស់ទៅនឹងលោកនាយកកិច្ចការទាំងស្រុងជឿជាក់ថានៅថ្ងៃអនាគតខាងមុខគេច្បាស់ជានឹងអាចសម្រេចបាននូវរឿងរ៉ាវដ៏អស្ចារ្យមិនធម្មតាជាក់ជាមិនខានឡើយអញ្ចឹងមានន័យថាពួកយើងគឺដាច់ខាតមិនបាច់កើតមានក្តីបារម្ភខ្លាចក្រែងខាងត្រកូលលូយើងត្រូវធ្លាក់ចុះខ្សោយអំណាចទៀតនោះឡើយព្រោះក្មេងប្រុសម្នាក់នេះហើយដែលនឹងត្រូវដើរតួជាអ្នកមកបន្តវេនគ្រប់គ្រងតំណែងដ៏មានអំណាចពីលោកនាយកកិច្ចការតទៅចាស់ទុំលីខឺធានបានពោលរៀបរាប់ឡើងទាំងចិត្តមានសេចក្តីរីករាយជាខ្លាំងរួចហើយក៏បានលូកដៃបំរុងនឹងទៅជួយអង្អែក្បាលរបស់ក្មេងប្រុសម្នាក់នោះដដែលប៉ុន្តែស្ថិតនៅក្នុងខណៈពេលនោះកែវភ្នែករបស់ក្មេងប្រុសម្នាក់នោះស្រាប់តែមានចលនាកម្រើកខ្លាំងទឹកមុខរបស់គេចាប់ផ្ដើមប្រែជាមានសភាពតឹងរឹងគួរឲ្យខ្លាចភ្លាមដែលវាបានស្ដែងឲ្យឃើញយ៉ាងច្បាស់ថារាល់ពាក្យពេចន៍បកស្រាយរបស់ចាស់ទុំលីខឺធានគឺពិតជាមានហេតុផលត្រឹមត្រូវខ្លាំងណាស់ចូលពួកលោកក៏លេចមើលចុះក្មេងម្នាក់នេះពិតជាមានភាពឆ្លាតវៃខ្ពស់ខ្លាំងណាស់ដឹងទេចាស់ទុំម្នាក់ទៀតក៏បានលូកដៃចូលមកជួយរកវិធីអង្អែលក្បាលរបស់គេដូចគ្នាដែរប៉ុន្តែដាច់ខាតគឺមិនមាននរណាម្នាក់ចាប់អារម្មណ៍មើលឃើញនៅទឹកមុខដ៏កាន់តែកើតមានកំហឹងខ្លាំងរបស់គេម្ដងណាឡើយខ្ញុំសូមធ្វើការចេញមុខមកដាស់តឿនព្រមានដល់ពួកលោកគ្រប់គ្នាជាលើកចុងក្រោយបង្អស់ចុះថាដាច់ខាតកុំហ៊ានលូកដៃមកប៉ះពាល់ក្បាលរបស់ខ្ញុំឲ្យសោះណាក្មេងប្រុសម្នាក់នោះបានស្រែកក្រហឹមឡើងខ្លាំងៗធ្វើឲ្យមនុស្សគ្រប់គ្នានៅជុំវិញត្រូវហ្វាសឹងនៅក្តីភ័យខ្លាចជាខ្លាំងភ្លាមប៉ុន្តែវាមានសភាពខុសប្លែកស្រឡះព្រោះមានតែបុព្វបុរសភ្លើងកំហឹងម្នាក់គត់ដែលនៅតែរក្សារឹកពាធ្វើប្រងើយកន្តើយមិនខ្វល់ខ្វាយដដែលហាហាហាអាល្អិតតូចម្នាក់នេះពិតជាមានចរិតកាចសាហាវដាច់ចិត្តមិនខុសអីពីលោកប៉ារបស់ឯងពិតមែនតើប៉ុន្តែគិតទៅសមត្ថភាពពិតរបស់ឯងគឺនៅមិនទាន់ដល់កម្រិតណាឡើយដឹងទេអាល្អិតចុះប្រសិនបើរូបខ្ញុំនៅតែរឹងរូសលូកដៃទៅប៉ះពាល់ក្បាលឯងតើឯងមានលទ្ធភាពរកវិធីអ្វីមកចាត់ការខ្ញុំទៅពលរួចបុព្វបុរសម្នាក់នោះក៏នៅតែរក្សាចរិតរឹងរូសលូកដៃទៅបើកការអង្អែលក្បាលរបស់ក្មេងប្រុសម្នាក់នោះសាជាថ្មីម្ដងទៀតដដែលព្រើកញ្ញាដែលកំពុងតែឈរស្ថិតនៅឯត្រង់ក្បែរនោះស្រាប់តែលបនឹកឃើញដល់រឿងរ៉ាវសំខាន់អ្វីមួយផ្លេតហើយនាងក៏បានបញ្ញាប់បញ្ញាល់ហើបមាត់ស្រែកគាត់ដល់សកម្មភាពរបស់បុព្វបុរសម្នាក់នោះភ្លាមថាលោកតាសូមលោកតាបញ្ញាប់ប្រយ័ត្នខ្លួនឲ្យបានខ្ពស់ភ្លាមទៅព្រោះក្មេងម្នាក់នេះប៉ុន្តែដាច់ខាតវាមានសភាពយឺតពេលហួសទៅហើយចូលលោកតាបញ្ញាប់បញ្ឈប់សកម្មភាពភ្លាមទៅល្អជាងដាច់ខាតកុំហ៊ានទៅលេងសើចឬក៏ទៅញ៉ាអារម្មណ៍គេតទៅទៀតអីព្រោះក្មេងប្រុសម្នាក់នេះនៅពេលនេះគឺគេចិត្តនឹងត្រូវផ្ទុះកំហឹងខ្លាំងបាត់ទៅហើយព្រោះប្រសិនបើរឿងរ៉ាវមួយនេះត្រូវដឹងឮទៅដល់តិចរបស់លោកប្រុសជូហ្វានកាលណាពួកយើងទាំងអស់គ្នាច្បាស់ជានឹងត្រូវស្លាប់បាត់បង់ជីវិតជាក់ជាមិនខានឡើយប៉ុន្តែទោះជាយ៉ាងណាក៏ដោយបុព្វបុរសភ្លើងកំហឹងគឺដាច់ខាតមិនព្រមបោះបង់ចោលនៅឱកាសដ៏ល្អមួយនេះឡើយសូមនាងកុំកើតមានក្តីបារម្ភខ្លាំងពេកអីព្រោះដឹងច្បាស់ហើយតើថាពេលនេះលោកប្រុសជូហ្វានគឺកំពុងតែសំងំលាក់ខ្លួនបិទវគ្គហ្វឹកហាត់ក្បាច់គុណដ៏ស្ងប់ស្ងាត់សោះនឹងដោយនេះគេគឺដាច់ខាតមិនអាចមានឱកាសបើកទ្វារដើរចេញមកក្រៅបានឡើយហេតុនេះការដែលធ្វើឲ្យក្មេងប្រុសម្នាក់នេះកើតមានចិត្តខឹងសម្បាបន្តិចបន្តួចមកនឹងគឺវាមិនបង្កជាបញ្ហាធំដុំអ្វីនោះឡើយទេអាល្អិតតូចតើឯងគឺជាមនុស្សប្រភេទដែលចូលចិត្តចងគំនុំសត្រូវទុកក្នុងចិត្តបានយូរប៉ុណ្ណាទៅបុព្វបុរសម្នាក់នោះបានសើចឡើងយ៉ាងក្អាកក្អាយបំផុតប៉ុន្តែស្រាប់តែភ្លាមនោះក្មេងប្រុសម្នាក់នោះបានលេចនៅស្នាមញញឹមដ៏គួរឲ្យព្រឺក្បាលឡើងនៅក្នុងបំពង់ករួចហើយក៏បានលូកដៃទៅរុញច្រានកងដៃរបស់បុព្វបុរសម្នាក់នោះឲ្យខ្ទាតចេញពីខ្លួនកងដៃទាំងសងខាងរបស់ក្មេងប្រុសម្នាក់នោះគឺមានថាមពលដ៏រឹងមាំខ្លាំងមិនខុសអីពីដៃថែបឡើយគេបានលូកដៃទៅចាប់ប្រសោបកងដៃរបស់បុព្វបុរសម្នាក់នោះជាប់ណែនរួចពោលអាមនុស្សចាស់ក្បាលខូចចិត្តអប្រិយអើយសម្រាប់ការចោទដៃចាត់ការក្បាលលោកឯងនៅពេលនេះគឺដាច់ខាតមិនចាំបាច់ត្រូវខំចំណាយពេលទៅរំខានដល់លោកប៉ារបស់ខ្ញុំឡើយព្រោះរូបខ្ញុំម្នាក់នេះនឹងជួយរកវិធីមកចេញមុខបង្រៀននៅមេរៀនសេចក្តីស្លាប់ដ៏មានតម្លៃឲ្យលោកឯងបានចងចាំនៅពេលនេះភ្លាមអមទៅដោយសម្លេងលាន់បន្លឺឡើងដ៏ខ្លាំងក្លាមហេមានមិនខុសអីពីសម្លេងផ្គរលាន់ទេនោះក្មេងប្រុសម្នាក់នោះបានប្រើប្រាស់កម្លាំងថាមពលដ៏មហិមាចាប់ក្រវ៉ាត់រូបរាងកាយរបស់បុព្វបុរសម្នាក់នោះបោះក្រវ៉ាត់ទៅក្នុងរណ្ដៅដីដ៏ជ្រៅមួយកន្លែងភ្លាមកម្លាំងខ្យល់បោកបក់ដ៏ខ្លាំងក្លាបានធ្វើឲ្យផ្ទៃដីនៅត្រង់បរិវេណជុំវិញនោះត្រូវកើតមានការប្រេះស្រាំបែកបាក់រហែកចេញពីគ្នាយ៉ាងលឿនស្លេវបំផុតរហូតធ្វើឲ្យសូម្បីតែទីតាំងរវាងក្រុងផូនិកនិងរីជីដែលស្ថិតនៅត្រង់ខាងសងខាងនោះក៏ត្រូវកើតមានការបែកបាក់រហែកចេញពីគ្នាភ្លាមតែម្ដងមនុស្សគ្រប់គ្នាដែលបានឃើញទស្សនវិជ្ជានេះសុទ្ធសឹងតែមានក្តីតក់ស្លុតនិងភ្ញាក់ផ្អើលជាខ្លាំងចំពោះមុខហេតុការណ៍ដ៏គួរឲ្យខ្លាចរន្ធត់ចិត្តមួយនេះមានសេះសល់តែព្រើកញ្ញាម្នាក់គត់ដែលកំពុងតែឈរសម្លឹងមើលទៅទាំងក្នុងចិត្តគឺមានបង្កប់ទៅដោយក្តីភ័យខ្លាចខ្លាំងបំផុតព្រោះនាងដឹងខ្លួនច្បាស់ថាកាលពីមុនមកបុព្វបុរសម្នាក់នោះគឺគេបានខំប្រឹងហ្វឹកហាត់ក្បាច់គុណរហូតអាចទម្លុះឲ្យសម្រេចបាននៅឋានៈដល់ទៅកម្រិតព្រះទៅហើយសោះប៉ុន្តែមិននឹកស្មានទាល់តែសោះថាត្រឹមតែការវាយសម្រុកតែមួយដៃស្រាលពីសំណាក់ក្មេងប្រុសម្នាក់នេះក៏អាចមានសមត្ថភាពធ្វើឲ្យគាត់ត្រូវរងរបួសធ្ងន់ធ្ងរខ្លាំងដល់ថ្នាក់នឹងបានព្រោះព្រឹត្តិការណ៍មួយនេះវាបានបង្ហាញឲ្យឃើញយ៉ាងច្បាស់កន្លែងហើយថាធម្មពលក្បាច់គុណពិតប្រាកដរបស់ក្មេងប្រុសម្នាក់នេះគឺមានកម្រិតខ្ពស់អស្ចារ្យលើសលប់ដាច់ឆ្ងាយពីលោកប្រុសជូហ្វាន់ទៅទៀតនោះឯងចុះតើពួកលោកនៅឈរថ្មឹងធ្វើស្អីទៀតនឹងចូលប្រញាប់នាំផ្លូវខ្ញុំទៅជួបលោកប៉ានៅពេលនេះភ្លាមទៅក្មេងប្រុសម្នាក់នោះបានហើបមាត់ពោលឡើងដោយចរិតលក្ខណៈដ៏មានភាពមិនសូវជាមានក្តីអត់ធ្មត់ក្នុងចិត្តប៉ុន្មានឡើយមនុស្សគ្រប់គ្នានៅជុំវិញបានត្រឹមតែប្រញាប់ងក់ក្បាលរបស់ពួកគេយល់ព្រមតាមរួចហើយក៏បាននាំគ្នាចេញមុខដើរនាំផ្លូវគេភ្លាមលុះនៅពេលដែលក្រុមកងមនុស្សបានបោះជំហានជើងដើរចូលទៅជិតដល់ត្រង់បរិវេណលំនៅឋានរបស់ត្រកូលលូភ្លាមស្រាប់តែមានស្រមោលរបស់មនុស្សម្នាក់បានហោះផ្លោះខ្លួនដើរចេញមកចំពីមុខយ៉ាងលឿនបុគ្គលម្នាក់នោះគឺចាស់ទុំលីខឺធានដោយនៅពីខាងក្រោយខ្នងរបស់គាត់គឺមានជាប់ដេញតាមពីក្រោយដោយពួកអាបេសាចទាំង4នាក់ដដែលគាត់បានសួរដេញដោលឡើងថាតើវាមានរឿងរ៉ាវអ្វីកើតឡើងនឹង
ហើយតើហេតុអីបានជាស្រាប់តែនៅខាងក្រៅទីនេះកើតមាននៅរឿងរ៉ាវចលាចលខ្លាំងដល់ថ្នាក់ហ្នឹងគាត់បានសួរឡើងមកទាំងក្តីភ្ញាក់ផ្អើលជាខ្លាំងទាំងក្រសែភ្នែកលោកក្លោកក្លេកមើលទៅកាន់បរិវេណជុំវិញខ្លួនដែលកំពុងតែត្រូវរងនឹងការបំផ្លិចបំផ្លាញរហែករហិនពេញដីលុះនៅពេលដែលបានកលេចទៅមើលឃើញក្រុមមនុស្សរបស់លូយន់ឆាងគឺសុទ្ធសឹងតែមានស្ដែងនៅទឹកមុខដ៏មានភាពតានតឹងចិត្តជាខ្លាំងបែបនេះលីខឺធានក៏បានសួរដេញដោលឡើងមកវិញដោយក្តីបារម្ភចិត្តជាពន់ពួកគេបានត្រឹមតែប្រឹងលិចនៅស្នាមញញឹមដ៏មានភាពជូរចត់ខ្លាំងត្រឡប់ទៅវិញរួចហើយក៏បានបង្វែរខ្សែភ្នែកទៅសម្លឹងមើលចំទៅកាន់ក្មេងប្រុសម្នាក់នោះដដែលលុះនៅចំខណៈពេលដែលលីខឺធានបានពិនិត្យនិងមើលឃើញផ្ទៃមុខរបស់ក្មេងប្រុសម្នាក់នោះបានយ៉ាងច្បាស់ក្រឡែតភ្លាមរូបរាងកាយរបស់គាត់ទាំងមូលក៏ស្រាប់តែត្រូវកើតមានការរឹងស្កកឈឹងមួយកន្លែងភ្លាមដោយនៅលើផ្ទៃមុខគឺត្រូវបានផ្លាស់ប្ដូរទៅជាមានសភាពស្លេកស្លាំងភ្លាមតែម្ដងតើហេតុអីបានជាឯងអាចមានសមត្ថភាពរកវិធីធ្វើដំណើរមកដល់ទីតាំងមួយនេះបានដោយរបៀបណាទៅវិញពួកអាបេសាចទាំង4នាក់ដែលនៅពីខាងក្រោយគឺសុទ្ធសឹងតែបានកើតមានក្តីភ័យខ្លាចរន្ធត់ចិត្តជាខ្លាំងរហូតធ្វើឲ្យរូបរាងកាយរបស់ពួកគេម្នាក់ត្រូវកើតមានការញ័រទៅទ្រើខ្លាំងមិនឈប់តើលោកប្រុសធំតូចហេតុអីបានជាស្រាប់តែសម្រេចចិត្តធ្វើដំណើរមកដល់ទីនេះទៅវិញលោកម្ចាស់លីសូមលោកមេត្តាប្រញាប់ចេញមុខមកជួយសង្គ្រោះដល់អាយុជីវិតរបស់ពួកយើងខ្ញុំផងចុះបាទពួកវាបាននាំគ្នារត់ទៅលាក់បិទបាំងរូបរាងកាយនៅពីខាងក្រោយខ្នងរបស់លីខឺធានភ្លាមលុះនៅពេលដែលបានមើលឃើញទស្សនភាពប្លែកៗបែបនេះភ្លាមលូយន់ឆាងរួមជាមួយនឹងអស់អ្នកដទៃទៀតក៏បានត្រឹមតែកើតមានការភ្ញាក់ផ្អើលនិងមានចម្ងល់នៅក្នុងចិត្តជាខ្លាំងលូយន់ឆាងបានប្រញាប់ហើបមាត់សួរដេញដោលឡើងមកដោយរឹកពីដ៏មានភាពប្រុងប្រយ័ត្នខ្ពស់ថាលោកម្ចាស់លីតើតាមពិតទៅលោកមានការស្គាល់ដឹងពីអត្តសញ្ញាណពិតប្រាកដរបស់ក្មេងប្រុសម្នាក់នេះដែរឬទេលីខឺធានឮហើយឆ្លើយតបតើអ្នកនាងហ៊ានហៅគេថាជាក្មេងតូចមកនឹងផងមែនទេដឹងទេថាល្អិតតូចម្នាក់នេះវាគឺជាសត្វបិសាចដ៏មានអំណាចគួរឲ្យខ្លាចរន្ធត់ចិត្តបំផុតនៅក្នុងលោកនេះឯងព្រោះកាលពីប្រមាណជា300ឆ្នាំមុនគឺរូបគេម្នាក់គត់ដែលបានចេញមុខមកបើកការវាយប្រហារបង្កឲ្យកើតមាននៅរឿងរ៉ាវចលាចលដ៏ធំធេងបំផុតពេញមួយអាណាចក្រធានយូដែលកាលនោះសូម្បីតែពួកកំពូលអ្នកជំនាញរបស់ត្រកូលទេវតានិងខាងភាគីខ្សែរាជវង្សអធិរាជទៅហើយក៏ដាច់ខាតមិនអាចមានសមត្ថភាពទៅរកវិធីទប់ទល់គេជាប់ឡើយរីឯសម្រាប់នៅក្នុងពេលបច្ចុប្បន្ននេះវិញគេគឺជាកំពូលអ្នកការពារដ៏មានកម្លាំងធម៌ពលក្បាច់គុណខ្លាំងក្លាមហិមាបំផុតប្រចាំព្រះរាជវាំងទាំងមូលដែលដាច់ខាតគឺមិនអាចមានអ្នកណាម្នាក់មានសមត្ថភាពឡើងមកបើកការប្រកួតប្រជែងឬមានគូប្រៀបជាមួយបានឡើយលុះបានឮការបកស្រាយបែបនេះភ្លាមមនុស្សគ្រប់គ្នាដែលឈរនៅទីនោះគឺសុទ្ធសឹងតែបានកើតមានការភ្ញាក់ផ្អើលជាខ្លាំងជាពិសេសនោះគឺចាស់ទុំទាំងពីរនាក់តែម្ដងព្រោះនៅត្រង់បរិវេណខាងក្រោយខ្នងរបស់ពួកគេគឺត្រូវបានជោគជាំទៅដោយដំណក់ញើសត្រជាក់ហូរស្រោចស្រពពេញខ្លួនភ្លាមព្រោះលោកគិតឃើញថាប្រសិនបើការពីអំបញ្ញមិញនេះមិនមែនដោយសារតែការលបយល់ដល់កិត្តិយសផ្ទៃមុខរបស់លោកប្រុសជូហ្វាន់ទេនោះពួកយើងទាំងអស់គ្នាច្បាស់ជាត្រូវស្លាប់បាត់បង់ជីវិតបាត់ទៅហើយដដែលនឹងប៉ុន្តែប្រសិនបើគេពិតជាកំពូលអ្នកជំនាញដ៏មានអាយុរហូតដល់ទៅជាង300ឆ្នាំទៅហើយសោះចុះហេតុអីបានជាគេមិនមែនជាកូនប្រុសបង្កើតរបស់លោកប្រុសជូហ្វាន់ទៅវិញលូយន់ឆាងបានហើបមាត់ចោទសួរឡើងមកទាំងចិត្តមានក្តីមន្ទិលសង្ស័យនិងងឿងឆ្ងល់ខ្លាំងបំផុតនៅក្នុងចិត្តតើអ្នកនាងបានលបទៅលឺរឿងរ៉ាវឈួតលបមួយនេះមកពីប្រភពណាឲ្យប្រកាសទៅព្រោះអាល្អិតតូចដ៏គួរឲ្យខ្លាចរន្ធត់ម្នាក់នេះគឺដាច់ខាតមិនអាចមានឱកាសមកបង្កើតឈាមជ័រធ្វើជាកូនប្រុសបង្កើតរបស់ជូហ្វានបានឡើយលីខឺធានបានឆ្លើយតបទៅវិញទាំងចិត្តមានក្តីភ្ញាក់ផ្អើលជាពន់ពេកដដែលមនុស្សគ្រប់គ្នានៅជុំវិញបាននាំគ្នាបង្វែរខ្សែភ្នែកសម្ដៅត្រង់ទៅសម្លឹងមើលចំក្មេងប្រុសម្នាក់នោះរួចហើយក៏បានលូកដៃចង្អុលបង្ហាញទៅកាន់រូបគេព្រមគ្នាលីខឺធានក៏បានត្រឹមតែកើតមានក្តីភ្ញាក់ផ្អើលជាថ្មីម្ដងទៀតដដែលព្រោះគិតឃើញថាលបកលេចមើលទៅកាន់ទឹកមុខដ៏មានសភាពប្រងើយកន្តើយមិនខ្វល់ខ្វាយអ្វីរបស់ក្មេងប្រុសម្នាក់នោះហើយវាពិតជាអាចស្ដែងឲ្យឃើញថារឿងរ៉ាវមួយនេះគឺពិតជាការពិតបាត់ទៅហើយចុះតើវាមានអាចកំបាំងអ្វីបង្កប់នៅពីក្រោយនឹងឲ្យប្រកាសទៅលុះនៅពេលបានលើពាក្យសម្ដីបែបនេះភ្លាមសូម្បីតែចាស់ទុំលីខឺធានខ្លួនឯងក៏ត្រូវបង្ខំចិត្តបើកភ្នែកធំឡើងទាំងក្តីភ្ញាក់ផ្អើលខ្លាំងបំផុតដដែលគាត់បានងក់ក្បាលរបស់គាត់យឺតរួចពោលអញ្ចឹងសូមអស់លោកអ្នកគ្រប់គ្នាចូលប្រឹងរក្សាចិត្តឲ្យស្ងប់រងចាំនៅត្រង់ទីនេះអស់មួយសន្ទុះសិនចុះព្រោះរូបខ្ញុំនឹងប្រញាប់ធ្វើដំណើរចូលទៅជម្រាបរាយការណ៍រឿងរ៉ាវមួយនេះជូនទៅដល់លោកប្រុសជូហ្វានឲ្យបានដឹងខ្លួនជាមុនសិនលុះឆ្លងកាត់ពេលវេលាអស់មួយសន្ទុះក្រោយមកចាស់ទុំលីក៏បានបើកទ្វារដើរលេចមុខត្រឡប់មកខាងក្រៅវិញជាមួយនឹងទឹកមុខដ៏មានសភាពស្រឡាំងកាំងចិត្តជាខ្លាំងរួចពោលលោកនាយកកិច្ចការគឺបានបើកការអនុញ្ញាតអញ្ជើញដល់អស់លោកអ្នកគ្រប់គ្នាឲ្យចូលទៅខាងក្នុងបន្ទប់រួមដំណើរទៅជាមួយនឹងលោកម្ចាស់តូចបានលុះនៅពេលដែលបានឮពាក្យសម្ដីរបស់ចាស់ទុំលីបានហើបមាត់ហៅក្មេងប្រុសម្នាក់នោះពេញមាត់ថាលោកម្ចាស់តូចបែបនេះភ្លាមមនុស្សគ្រប់គ្នានៅទីនោះក៏បានត្រឹមតែលួចគិតគូរនៅក្នុងជំរឿចិត្តរបស់ខ្លួនឯងព្រមគ្នាថាអូនេះមានន័យថាវាគឺជាការពិតបាត់ទៅហើយគេពិតជាកូនប្រុសបង្កើតរបស់លោកប្រុសជូហ្វានពិតប្រាកដមែនព្រោះបើគុំតែជាការពិតទេនោះចាស់ទុំលីខឺធានក៏ច្បាស់ជាគ្មានផ្លូវនឹងព្រមហៅរូបគេដោយប្រើប្រាស់នៅពាក្យសម្ដីដ៏មានកិត្តិយសខ្ពង់ខ្ពស់បែបនេះនៅចំពីមុខរបស់មនុស្សម្នាជាច្រើនបែបនេះឡើយទោះជាយ៉ាងណាក៏ដោយវាគឺមិនខុសអីពីអារម្មណ៍របស់ចាស់ទុំលីខឺធានឡើយព្រោះពួកគេម្នាក់គឺនៅតែមិនទាន់អាចមានសមត្ថភាពយល់ដឹងពីហេតុផលអាចកំបាំងបង្កប់នៅពីក្រោយបានដដែលថាតើហេតុអីបានជាកំពូលបិសាចជើងខ្លាំងដ៏មានអំណាចដូចជាហ្គូសាន់តុងបែរជាអាចស្ម័គ្រចិត្តមកទទួលចុះចូលធ្វើជាកូនប្រុសបង្កើតរបស់ជូហ្វានទៅវិញបន្ទាប់មកមនុស្សគ្រប់គ្នាក៏បាននាំគ្នាដើរចូលទៅខាងក្នុងសាលធំភ្លាមជូហ្វានពេលនេះកំពុងតែអង្គុយសម្រាកខ្លួននៅលើកៅអីលំដាប់ថ្នាក់ជាម្ចាស់ផ្ទះលុះនៅចំខណៈពេលដែលបានក្រឡេកទៅមើលឃើញហ្គូសាន់តុងដើរចូលមកភ្លាមនៅលើផ្ទៃមុខរបស់គេក៏ស្រាប់តែបានលេចនៅស្នាមញញឹមដ៏មានភាពកក់ក្ដៅខ្លាំងឡើងភ្លាមរួចគេបានលាតកងដៃទាំងសងខាងសម្លឹងទៅសាន់តុងតូចតើនៅក្នុងចិត្តកូនគឺនៅមានរក្សាទុកនៅស្មារតីចងចាំផ្ទៃមុខរបស់លោកប៉ាបានដដែលដែរឬទេលុះនៅពេលដែលបានឮសំឡេងដ៏មានភាពស៊ាំធ្លាប់ស្គាល់កាលពីមុនភ្លាមហ្គូសាន់តុងក៏បានប្រញាប់ងាកផ្ទៃមុខមកសម្លឹងមើលចំទាំងចិត្តមានក្តីរំភើបញាប់ញ័រជាខ្លាំងរួចហើយក៏បានរត់ស្លេវទៅបើកការអោបក្រសោបប៉ក់ខ្លួនជូហ្វានជាប់ណែន
រាល់ឫកពាដ៏មានសភាពកាចសាហាវឃោរឃៅទាំងឡាយដែលមានពីមុនរបស់គេគឺត្រូវបានរលាយសាបសូន្យអស់រលីងគ្មានសេសសល់ឡើយនៅក្នុងពេលនេះ Gu Santos